សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានបំភ្លឺ3ចំណុចពាក់ព័ន្ធនឹងការងារវាស់វែងរបស់បង្គោលព្រំដែនបណ្ដោះអាសន្ននៅកំណត់ខ្សែព្រំដែនចាគឺចន្លោះបង្គោលព្រំដែនខ្សែ2ដល់ខ្សែ7នៅខេត្តបន្ទាយមានជ័យនិងលេខ5259នៅខេត្តបាត់ដំបងសម្ដេចបានបញ្ជាក់ថាគោលដៅនៃការវាស់វែងរបស់បង្គោលព្រំដែនបណ្ដោះអាសន្នមិនមែនដើម្បីកណនាអំពីការចំណេញឬខាតដីនោះទេប៉ុន្តែចម្បងចាគឺដើម្បីកំណត់នៅខណ្ឌសីមានៅលើដីជាក់ស្ដែងសម្ដេចបានបញ្ជាក់ថាបញ្ហាព្រំដែនគឺជាបញ្ហាដែលមានភាពស្មុគស្មាញដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយដែលយើងត្រូវរួមគ្នាដោះស្រាយដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្តក្នុងរយៈពេលវែងទៅខាងមុខសម្ដេចបានបញ្ជាក់ថាសម្ដេចបានបញ្ជាក់ជូនបងប្អូនជនរួមជាតិម្ដងរួចហើយអំពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយមួយដែលត្រឹមត្រូវសម្រាប់រយៈពេលវែងនិងជួយឲ្យបញ្ហាដោយតែបានកើតឡើងនៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទអាចដោះស្រាយបញ្ចប់បានហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបានជៀសវាងអូសបន្លាយបញ្ហាឲ្យបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខដំណោះស្រាយបែបនេះគឺមិនអាចសម្រេចបានតាមរយៈការប្រើមធ្យោបាយហិង្សាឬតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេផ្ទុយទៅវិញមានតែការដោះស្រាយដោយសន្តិវិធីស្របតាមសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជាថៃទើបធានាបាននៅលទ្ធផលដូចដែលយើងចង់បានខាងលើ